ដើមកំណើតនៃប្រទេសសៀមឬប្រទេសថៃបច្ចុប្បន្នគឺជាដំណើរវិវត្តន៍ដ៏យូរលង់មួយដែលពាក់ព័ន្ធនឹងការធ្វើអន្តោប្រវេសន៍របស់ជនជាតិតៃការកកើតរដ្ឋតូចៗការរំដោះខ្លួនចេញពីឥទ្ធិពលចាស់និងការបង្កើតអាណាចក្រឯករាជ្យធំៗជាបន្តបន្ទាប់ 1. ដំណាក់កាលមុនអាណាចក្រមុនសតវត្សទី13ប្រភពជនជាតិតៃក្រុមជនជាតិតៃត្រូវបានគេជឿថាមានប្រភពដើមនៅតំបន់ភាគខាងត្បូងប្រទេសចិនបច្ចុប្បន្នជាពិសេសយូណានហើយបានចាប់ផ្ដើមធ្វើអន្តោប្រវេសន៍បន្តិចម្ដងចុះមកតំបន់អាស៊ីអាគ្នេយ៍ដីគោកចាប់ពីសតវត្សទី9ឬទី10ដោយសារសម្ពាធនយោបាយឬការស្វែងរកដីមានជីជាតិឥទ្ធិពលដំបូងមុនការលេចធ្លោឡើងនៃជនជាតិតៃតំបន់ទំនាបទន្លេចៅភញាស្ថិតក្រោមឥទ្ធិពលនៃរដ្ឋបុរាណផ្សេងៗដូចជានគរទ្វារវតីវប្បធម៌មននិងក្រោយមកទៀតគឺឥទ្ធិពលរបស់អាណាចក្រខ្មែរដែលបានត្រួតត្រាលើផ្នែកធំនៃតំបន់នេះដល់សតវត្សទី13 2. អាណាចក្រសុខូតៃចាប់ផ្ដើមឯករាជ្យគ្រិស្តសករាជ1238ដល់1438ការបង្កើតរដ្ឋអាណាចក្រសុខូតៃត្រូវបានចាត់ទុកថាជារាជធានីដំបូងបង្អស់នៃប្រវត្តិសាស្ត្រថៃឬសៀមដែលចាប់ផ្ដើមនៅប្រហែលឆ្នាំ1238ការរំដោះខ្លួនព្រឹត្តិការណ៍នេះកើតឡើងនៅពេលដែលមេដឹកនាំជនជាតិតៃ2នាក់គឺពុកខុនបាំងខ្លាំងហៅនិងពុកខុនផាមឿងបានរួបរวมគ្នាវាយដណ្ដើមយកទីក្រុងសុខូតៃពីការត្រួតត្រារបស់មេដឹកនាំខ្មែរហើយបានតែងតាំងពុកខុនបាំងខ្លាំងហៅជាស្ដេចទី1ទ្រង់ព្រះនាមពុកខុនស្រីឥន្ទ្រាទិត្យសម័យរុងរឿងអាណាចក្រនេះបានរីកចម្រើនដល់កម្រិតកំពូលក្នុងរជ្ជកាលពុកខុនរៀមកំហែងមហារាជប្រហែល1279ដល់1298ដែលបានពង្រីកទឹកដីយ៉ាងទូលំទូលាយបង្កើតអក្សរសៀមដើមគ្រិស្តសករាជ1292និងបាននាំយកព្រះពុទ្ធសាសនាថេរវាទពីលង្កាមកផ្សព្វផ្សាយនឹងការគ្រប់គ្រងសម័យដើមនៃសុខូតៃមានលក្ខណៈជាឪពុកគ្រប់គ្រងកូនដែលស្ដេចមានភាពស្និទ្ធស្នាលនឹងប្រជារាស្ត្រក្រោយមកបានផ្លាស់ប្ដូរទៅជាការគ្រប់គ្រងបែបព្រះធម្មរាជាតាមគំរូព្រះពុទ្ធសាសនា 3. អាណាចក្រអយុធយាមហាអាណាចក្រគ្រិស្តសករាជ1351ដល់1767ការបង្កើតត្រូវបានបង្កើតឡើងនៅឆ្នាំ1351ដោយព្រះចៅអ៊ូថោងដែលបានឡើងសោយរាជ្យមានព្រះនាមថាសម្ដេចព្រះរាមាធិបតីទី1របស់រាជវង្សអ៊ូថោងទីក្រុងអយុធយាស្ថិតនៅទីតាំងយុទ្ធសាស្ត្រល្អប្រសើរជាងសុខូតៃការពង្រីកឥទ្ធិពលអយុធយាបានពង្រីកឥទ្ធិពលទៅលើសុខូតៃរហូតបញ្ចូលសុខូតៃទាំងអស់នៅឆ្នាំ1438អយុធយាក្លាយជាមហាអាណាចក្រដ៏មានឥទ្ធិពលដែលបានធ្វើសង្គ្រាមនិងពង្រីកទឹកដីទៅលើអាណាចក្រជិតខាងរួមទាំងការវាយប្រហារអាណាចក្រខ្មែរទំនាក់ទំនងអន្តរជាតិអយុធយាគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍ដែរដោយមានទំនាក់ទំនងជាមួយនឹងចិនឥណ្ឌាជប៉ុននិងជាពិសេសជាមួយនឹងបណ្ដាប្រទេសអឺរ៉ុបប៉ូទុយហ្គាល់ហូឡង់បារាំងអង់គ្លេសចាប់តាំងពីសតវត្សទី16ការដោះរលំអាណាចក្រអយុធយាបានបន្តស្ថិតស្ថេរអស់រយៈពេលជាង400ឆ្នាំរហូតដល់ភូមាវៃលុកនិងកាន់កាប់បានទាំងអស់នៅឆ្នាំ1767បណ្ដាលឲ្យរាជធានីត្រូវវិនាសស្ទើរទាំងអស់ 4. អាណាចក្រធុនបូរីការស្ដារឡើងវិញគ្រិស្តសករាជ1768ដល់1782ការរំដោះក្រោយការបាត់បង់អយុធយាវីរបុរសជាតិម្នាក់គឺព្រះចៅតាក់ស៊ីនដែលមានងារជាព្រះយាមហាទេពក្រោយមកបានវាយរំដោះទឹកដីពីកងទ័ពភូមានិងបានបង្រួមបង្ក្រុមនគរតូចៗដែលបែកបាក់រាជធានីថ្មីព្រះចៅតាក់ស៊ីនបានបង្កើតរាជធានីថ្មីនៅធុនបូរីនៅត្រើយខាងលិចទន្លេចៅភញានៅឆ្នាំ1768ហើយទ្រង់បានឡើងសោយរាជ្យ 5. អាណាចក្ររតនកោសិនទ៍និងសម័យបច្ចុប្បន្នគ្រិស្តសករាជ1782ដល់បច្ចុប្បន្នការបង្កើតក្រោយការបញ្ចប់រាជការព្រះចៅតាក់ស៊ីនសម្ដេចព្រះចៅចៅព្រាយាមហាសឹកសមបានឡើងសោយរាជ្យជាព្រះបាទសម្ដេចព្រះពុទ្ធយតផចលាលោកនៅឆ្នាំ1782ដោយបានផ្លាស់ប្ដូររាជវង្សថ្មីគឺរាជវង្សចក្រី
នឹងបានផ្លាស់រាជធានីមកត្រើយខាងត្បូងខាងត្បូងនៃទន្លេចៅភញាដែលបច្ចុប្បន្នគឺក្រុងបាងកកការរក្សាឯករាជ្យក្នុងសម័យរតនគោសិនពិសេសក្រោមការដឹកនាំរបស់ព្រះបាទជលចឡាងសៀមបានធ្វើការដំណើរកែប្រទេសជាច្រើនដើម្បីជៀសវាងពីការធ្វើអាណានិគមពីប្រទេសអឺរ៉ុបបារាំងអង់គ្លេសទោះបីជាត្រូវបាត់បង់ទឹកដីខ្លះក៏ដោយការផ្លាស់ប្ដូរឈ្មោះនិងការគ្រប់គ្រងនៅឆ្នាំ1932មានការធ្វើបដិវត្តន៍ទន់ភ្លន់ដែលបានផ្លាស់ប្ដូររបបគ្រប់គ្រងពីរបបប្រជាធិបតេយ្យផ្ដាច់ការមកជារបបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅថ្ងៃទី24ខែមិថុនាឆ្នាំ1939ប្រទេសសៀមត្រូវបានប្ដូរឈ្មោះយ៉ាងផ្លូវការទៅជាប្រទេសថៃប្រទេសសៀមឬថៃបានចាប់កំណើតឡើងពីការបង្រួមបង្ក្រុមនៃរដ្ឋជនជាតិតៃដែលមានប្រភពពីភាគខាងលើយួនណានក្នុងអំឡុងពេលដែលឥទ្ធិពលខ្មែរកំពុងចុះខ្សោយហើយត្រូវបានកសាងឡើងតាមរយៈអាណាចក្រសំខាន់ៗដូចជាសុខូតៃការចាប់ផ្ដើមអយុធយាសម័យរុងរឿងនិងពាណិជ្ជកម្មធនបុរីនិងរតនគោសិនរហូតក្លាយជាប្រទេសថៃបច្ចុប្បន្ន